នៅក្នុងវីដេអូនេះគឺខ្ញុំនឹងធ្វើការប្រៀបធៀបរវាង Upwork និង Fiverr ថាមួយណាគឺល្អជាងបើសិនជាយើងចាប់ផ្ដើមនៅក្នុង beginner ខ្ញុំនឹងនិយាយរបៀបដែលនៅក្នុងហ្នឹងគឺគេធ្វើការមិនគេរក client មិនរកអតិថិជនមិនរកចំណូលមិននិងមានការប្រកួតប្រជែងអីគេខ្លះនៅtrongវីដេអូទាំងអស់គ្នាអាចនឹងសម្រេចចិត្តខ្លួនឯងថាយើងគួរជ្រើសរើស platform មួយណាដែលវាស័ក្តិសមជាមួយនឹងយើងអូខេអញ្ចឹងសួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ Infludo នៅក្នុង topic នេះគឺខ្ញុំនឹងធ្វើការនិយាយអំពីសំណួរដែល freelance ជាច្រើនគឺតែងតែជួបតើ Upwork និង Fiverr មួយណាសមជាងសម្រាប់យើងដូចយើងដឹង platform ទាំងពីរនេះគឺយើងអាចរកលុយបានតាមរយៈការងារ online ទាំងពីរដូចជា graphic design, video editing, writing, translation, social media management, web development, voice over និងទៅតាមជំនាញរបស់យើងផ្សេងៗទៀតប៉ុន្តែរបៀបដែលយើងរកលុយនៅលើហ្នឹងគឺវាខុសគ្នាបើសិនជាយើងយល់ខុសយើងអាចខាតពេលច្រើនដោយអត់ទទួលបានការ order ឬក៏អត់ទទួលបាន client ហើយនៅខ្មែរយើងគឺខ្ញុំឃើញមានអ្នកជាច្រើនគឺបានធ្វើការនៅលើ platform ទាំងអស់នេះដោយយើងចាប់ផ្ដើមដំបូងគឺយើងនិយាយអំពី Fiverr មុន Fiverr វាគឺជា marketplace មួយដែល freelancer គឺបង្កើត gig ដូចជា listing service របស់ពួកគាត់ឧទាហរណ៍ថានៅក្នុង gig ហ្នឹងយើងអាចធ្វើអីបានយើងអាចទៅ say ថាខ្ញុំគឺអាច design បញ្ចប់ post មួយឲ្យទៅកាន់ client ខ្ញុំអាចកាត់តវីដេអូខ្លីៗឲ្យទៅកាន់ brand ណាមួយតាមដែលគាត់ចង់បានឬក៏ខ្ញុំអាចគ្រប់គ្រង social media ឲ្យគាត់នេះមានន័យថាយើងរៀបចំ service របស់ខ្លួនឯងផុសនៅលើ platform ទាំងអស់ហ្នឹងដាក់តម្លៃដាក់រូបទៅ say description ឲ្យច្បាស់ពី service របស់យើងហើយចាំឲ្យ client គឺមក order ដែលថាឲ្យអតិថិជនគឺគាត់ចូលមកគាត់មើល review មកលើ profile យើងហើយប្រៀបធៀបតម្លៃជាមួយនឹងអ្នកផ្សេងថាគាត់គួរតែជីវយើងឬអត់ចំណុចល្អរបស់ Fiverr គឺវាងាយស្រួលយល់សម្រាប់យើងអ្នកថ្មីយើងអត់ចាំបាច់ចេះទៅ say proposal ច្រើនទេវាគ្រាន់ទាមទារឲ្យយើងចេះបង្កើត gig ឲ្យមានលក្ខណៈតាក់ទាញទៅ say title រូបភាពល្អនិង description មួយដែលច្បាស់ប៉ុន្តែបញ្ហាគឺនៅក្នុង Fiverr មានការប្រកួតប្រជែងខ្លាំងមនុស្សជាច្រើនពួកគាត់គឺលក់ service ដូចគ្នាទៀតដូច្នេះបើសិនជា gig មួយអត់មានលក្ខណៈច្បាស់ទេគាត់បង្កើតមកគាត់ទៅ say រៀង copy paste អញ្ចឹងគាត់អត់អាចទទួលបាន review ឬក៏ពិបាកនៅក្នុងការរក client ឥឡូវយើងទៅកាន់ Upwork ម្ដង Upwork វាគឺជា platform ដែល client គឺបង្ហោះការងារហើយ freelancer គឺដាក់ proposal ដើម្បីដាក់ពាក្យយកការងារហ្នឹងមកធ្វើឧទាហរណ៍ថា client គឺបង្ហោះការងារថាគាត់គឺចង់រក creator មួយដើម្បីមក edit វីដេអូឲ្យគាត់ឬក៏គាត់ត្រូវការអ្នកដែលចេះ web designer មកឲ្យធ្វើ business studio មួយរបស់គាត់និងការងារផ្សេងៗទៀតបន្ទាប់មក freelancer ទាំងអស់ហ្នឹងគឺគាត់ចូលមកដាក់ proposal នៅលើការងារដែល client គាត់បង្ហោះហ្នឹងនឹងទៅសេបញ្យល់ថាអូខេគាត់ហ្នឹងមានជំនាញអីហើយគាត់អាចជួយទៅលើខាង client ហ្នឹងដោយរបៀបណាហើយអាចដាក់ជា portfolio ឬក៏បទពិសោធន៍ដែលគាត់បានធ្វើការងារស្តៀងហ្នឹងពីមុនយើងត្រូវស្វែងរកការងារឲ្យត្រូវជំនាញរបស់យើងហើយចេះទៅសេឲ្យយើងតាក់ទាញទៅកាន់ client ដើម្បីឲ្យគាត់ជ្រើសយើងហើយចំណុចល្អរបស់ Upwork ភាគច្រើនវាមានតម្លៃថ្លៃជាលក្ខណៈ project ហើយ client គាត់តែងតែជ្រើសរើសយកអ្នកណាមួយដែលធ្វើការជាមួយគាត់ទៅកាន់ long term មកបើសិនបើយើងមានជំនាញច្បាស់លាស់យើងអាចទៅ say proposal ល្អយើងមាន portfolio មួយដែលរឹងយើងអាចទទួលបាន client ដែលបង់លុយជាញឹកញាប់តែម្ដងប៉ុន្តែបញ្ហានៅលើ Upwork គឺជាការចាប់ផ្ដើមដំបូងវិញបានន័យថាបើសិនជាយើងចាប់ផ្ដើមដំបូងគឺយើងពិបាកនៅក្នុងការធ្វើណាយើងពិបាកនៅក្នុងការរក client ដំបូងដោយសារតែយើងអត់ចេះទៅ say proposal នៅពេលដែលយើង submit គឺយើងត្រូវចាញ់ freelancer នៅចាស់ៗពីមុនដែលគាត់មាន review មានការងារដែលនៅលើ profile គាត់ជាក់ស្ដែងអូខេឥឡូវបើសិនជាយើងនិយាយឲ្យខ្លី Fiverr បង្កើតមកសម្រាប់ឲ្យ client មករកយើង Upwork សម្រាប់កន្លែងឲ្យយើងទៅរក client Fiverr គឺផ្ដោតទៅលើ gig ដើម្បីឲ្យយើង list service សម្រាប់ Upwork គឺផ្ដោតឲ្យយើង submit proposal ចេះទៅ say cover letter ហើយរក client បានរយៈពេលវែងចុះបើសិនជាយើងនិយាយថាយើងជាអ្នកមកថ្មីតើយើងគួរចាប់ផ្ដើមមួយណាវាអាស្រ័យទៅលើជំនាញរបស់យើងហើយរបៀបដែលយើងធ្វើការដែរបើសិនជាយើងជាមនុស្សដែលចូលចិត្តធ្វើ service listing យើងជ្រើស Fiverr ទៅតែបើសិនជាយើងចេះទៅ say proposal ចេះធ្វើ cover letter ហើយអាចរក client បានយើងគួរណាទៅ Upwork អីណែនាំមកគឺធ្វើទាំងពីរយើងអាចយក Fiverr ជាកន្លែងមួយដើម្បីយើង list service package ដាក់វាពី3ទៅមានតម្លៃទាបតម្លៃខ្ពស់ហើយនៅក្នុង Upwork គឺយើងអាចស្វែងរក client បន្ទាប់មកបើសិនជាយើងទទួលបានការងារព្យាយាម upgrade portfolio របស់យើងទាក់ទងទៅនឹង service ដែលយើងបានធ្វើឥឡូវគឺយើងមកនិយាយពី pros and cons គុណសម្បត្តិរបស់ Fiverr គឺយើងឃើញងាយចាប់ផ្ដើមងាយធ្វើ service listing ឲ្យ client គឺគាត់ order ផ្ទាល់
ដែលវាជាលក្ខណៈសេវាមួយដែលយើងបង្កើតមកបើសិនជាយើងຕົកវាគឺយើងអាចប្រើវាដដែលហើយការងារហ្នឹងគឺ repeat ដដែលយើងអត់សូវឈឺក្បាលឲ្យតែគេ order គឺយើងធ្វើតាមហ្នឹងសម្រាប់គុណវិបត្តិរបស់ Fiverr គឺមានការប្រកួតប្រជែងខ្លាំងបើសិនជាយើងចាប់ផ្ដើមថ្មីគឺយើងអត់អាចនៅ rank top rank ទេតម្លៃក៏ចាប់ផ្ដើមទាបដែរបើសិនជា thumbnail ឬក៏ gig យើងបង្កើតមកអត់មានការចាប់អារម្មណ៍យើងអត់ងាយមានណាគេចុច order ឡើយ Upwork គុណសម្បត្តិយើងអាចរក project long term បាន project ធំ client មួយដែលយើងធ្វើការមួយគាត់ហើយយើងអាចចេះច្រើននិងជំនាញរបស់យើងគឺ push ទៅរក professional ដោយសារតែយើងតែងតែស្វែងរកការងារមួយដែលលើសពី ability របស់ខ្លួនឯងហើយការងារទាំងហ្នឹងគឺព្យាយាម push យើងឲ្យយើងបន្តទៅមុខប៉ុន្តែយើងក៏អាចជ្រើសរើសការងារណាដែលវាសមទៅនឹងជំនាញរបស់យើងដែរគុណវិបត្តិរបស់ Upwork គឺយើងត្រូវចេះសរសេរ proposal ចេះធ្វើ cover letter ហើយយើងក៏មានការប្រកួតប្រជែងជាមួយនឹង freelancer ផ្សេងដែរដែលយើងពិបាកឈ្នះណាស់បើសិនជា proposal ហ្នឹងគឺបាន submit ច្រើនយើងហ្នឹងគឺដឹងគេមើលឃើញអត់ទេអញ្ចឹងហើយការស្វែងរក client មិនមែនជារឿងងាយស្រួលឡើយបើសិនជាយើងចាប់ផ្ដើមពី0យើងត្រូវធ្វើអីបើខ្ញុំអាចមើលឡើងវិញ hold demand ចេះ skill ឲ្យច្រើនមិនមែនតែនៅលើមុខជំនាញរបស់យើងរៀនទេជំនាញផ្សេងៗទៀតដែលយើងធ្វើនៅលើ online បានមើលវីដេអូលើ YouTube សួរ AI បង្កើត portfolio simple មួយពីរដើម្បីងាយស្រួលដើម្បី submit proposal ទៅកាន់ client ណាដែលយើងឃើញការងារហ្នឹងគឺយើងអាចធ្វើទៅបានបើនៅលើ Fiverr វិញយើងព្យាយាម design gig ហ្នឹងឲ្យល្អច្បាស់ហើយស្អាតទៅតាមអីដែលយើងចេះហើយស្រាវជ្រាវដែលយើងនិយាយគឺគួរណាប្រើទាំងពីរព្រោះអីយើងក៏អាចរៀនទៅលើ experience ថ្មីទៅលើ platform ទាំងពីរថាវាដំណើរការមិនដែរបើសិនជាទាំងអស់គ្នាចូលចិត្តវីដេអូហ្នឹងកុំភ្លេច like subscribe យើងជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយ That's all I got. Peace and love. I'm up. Bye bye.